ได้มีโอกาสปรึกษากับผู้หลักผู้ใหญ่แล้วรวมถึงอดีตนายทหารหลายคนครับเขาเห็นด้วยกับผมหมดนะฮะในการที่ประเทศไทยควรจะยึดพระตะบองเสียมราชสีโสพลเกาะกงกลับคืนมาครับผมไม่อยากเอ่ยชื่อนามของท่านที่ผมไปปรึกษานะครับทุกท่านเนี่ยส่วนใหญ่เห็นพ้องหมดนะครับซึ่งเพราะฉะนั้นเนี่ยผมคิดว่าในเรื่องนี้นะครับไม่ว่าจะเป็นผู้หลักผู้ใหญ่ผู้เจ้าหนังสือตกรูปเจ้าหนังสือក្នុងរូបជួននេះគឺការប្រជុំសម្ងាត់មួយរបស់ប្រទេសសៀមណាហើយក្នុងនឹងមានរូបសំរងស៊ីមួយដែរហើយរូបមួយទៀតដែលជាប់សំរងស៊ីនឹងគឺទាបាញ់ណាហើយវាកំពុងចាប់ចូលរវាងរដ្ឋាភិបាលខ្មែរជាមួយនឹងអាយដាមទាបាញ់គឺអ្នកណាមិនមែនខ្មែរអត់ដឹងទេថាអាយដាមទាបាញ់ឬសម្ដេចទាបាញ់ហ្នឹងគាត់រឿងស្មោះត្រង់នេះណាទាសីហាទាបាញ់នេះជាមួយនឹងសម្ដេចពុកនេះយើងជឿ 100% វាអត់មានហេតុការណ៍តែវាព្យាយាមចាប់ចូលដោយអាសំរងស៊ីហ្នឹងណាហើយនឹងការប្រជុំនេះវាចេញអានេះមកក្រុមទៀតរបស់ទាហាននេះណាគឺចេញប្រាប់ថាការប្រជុំនេះគឺជាឱកាសល្អហើយបើមិនយកពេលនេះគឺអត់មានពេលយកទៀតដែរគឺនិយាយចឹងបែបចឹងក្នុងនឹងមានសំរងស៊ីនៅក្នុងនឹងដែរយើងអត់ដឹងទេយើងអត់ដឹងតែយើងឃើញរូបចឹងអាណាប៉ុន្តែវានិយាយការប្រជុំនេះគឺវាចាំបាច់ទៅតែយកក្នុងឱកាសនេះបើហួសឱកាសនេះទៅគឺយកឱកាសស្អីឱកាសដែលប្រាប់ថាខ្មែរបាញ់មុនខ្មែរបាញ់មុននៅគ្រប់ហេតុការណ៍ទាំងអស់គឺខ្មែរបាញ់មុនទៅនាងមួយប្រាប់ថាខ្មែរអីក៏ប្រកែម្លេះណែទៅស៊ីណែប្រមាត់ខ្លាខ្មុំមកពីកាលណាព្រោះតែចែនិយាយថាខ្មែរមានគ្រាប់ឲ្យបរិមាណនៅអត់ហួយស្កាយនិយាយប្រាប់ថាហើយចាកាមេរ៉ាលើក្បាលហើយនេះបើអាខ្មែរបាញ់មួយអាចចរចាគ្នាមុលទល់គ្នានេះហើយមិនយកកាមេរ៉ានឹងយកឲ្យឈរទៅទៅបង្ហាញពិភពលោកហើយឆ្លើយបានអត់ទេអាសៀមហើយឆ្លើយអត់បានសោះតាំងពីកើតរឿងដំបូងដែលអញប្រាប់ថាហើយថាឯងបាញ់មួយអញថាអញអ្នកបាញ់ហើយថាឯងអ្នកអញថាឯងអ្នកបាញ់ហើយថាអញអ្នកបាញ់ហើយចាការពិតវានៅត្រង់ណាចោះខ្មែរប្រមូលឲ្យឡើងតុលាការដើម្បីពិសោធន៍មើលថាអ្នកណាជាអ្នកបាញ់មិនក៏ឯងមិនហ៊ានឡើងតុលាការប៉ុណ្ណឹងឯងចរបាត់ហើយសត្វតើហើយបាទគុណច្រើនមានទៀតឃោសនាបាទអូខេអរគុណលោកគ្រូតែមួយទៀតលោកគ្រូនេះមិនប្រិមិត្តគាត់បង្ហាញសំណេរមកគាត់ជួយចូលរួមតិចគាត់ថានៅក្នុងសភាពការស្មុគស្មាញនិងលំបាកផ្នែកភូមិសាស្ត្រនយោបាយនៅពេលនេះអញ្ចឹងយើងគួរតែថ្នមតំណាក់តំណងការទូតជាមួយបណ្ដាប្រទេសមហាអំណាចទាំងចិនទាំងអាមេរិកអញ្ចឹងណាហើយកម្ពុជាបង្ហាញពីទស្សនៈនិងចំហនយោបាយរួមមិត្តបន្ថយសត្រូវហើយយើងក៏បានដឹងច្បាស់គ្រប់គ្នាថាមហាអំណាចទាំងអស់នៅក្នុងពិភពលោកគ្មានអ្នកណាមួយមិនគិតអំពីផលប្រយោជន៍នយោបាយសេដ្ឋកិច្ចរបស់ខ្លួនទេបូករួមទាំងភូមិសាស្ត្រនយោបាយទៀតផងអរគុណនៅអត់ដឹងជាអ្នកណាទេប៉ុន្តែអរគុណដែលគាត់ជាពួក compromise តែឬក៏អាចជាអ្នកដែលធ្វើការក្នុងរដ្ឋដែលមានតំណែងជាដឹងលំមនឹងមកបង្រៀនចែបានតែចែសូមជម្រាបជូនលោកវិញថាចែជាអ្នកសារព័ត៌មានឯករាជ្យអត់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលរបស់លោកទេគ្រាន់តែចែជាប្រជាពលរដ្ឋនៅក្នុងប្រទេសនេះតែប៉ុណ្ណោះដែលមានសិទ្ធិមានអំណាចក្នុងការបញ្ចេញមតិយោបល់ក្នុងការស្ដែងកំហឹងស្ដែងអារម្មណ៍របស់ចែដូច្នេះសូមបដិសេធថាមិនពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលណាទេណាក្រាបអរគុណទៀតហើយសំទោសផងចង់និយាយតាំងពីដំបូងសម្រាប់អ្នកដែលមានបុណ្យគុណដល់ទាហានជួរមុខរបស់យើងគឺ Premium Sansok Premium Center Sansok ហើយនឹង Restaurant ហើយនឹងសន្តាគារបាទគាត់មានសន្តាគារគាត់មាន Spa ហើយគាត់មានមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ហ្នឹងហើយនិយាយមែនតើណាអានេះនិយាយគ្នាថងៗណាអ្នកដែលសូមអក្រោះមកមានត្រឹមតែ4-5នាក់ណាប៉ុន្តែចែជឿថាអ្នកដែលចូលដល់ដឹងថាលេខទូរស័ព្ទសូមអក្រោះសូមពីតីលេខប្រហែលគេអត់ដឹងទេវាអាចមានច្រើនជាងប្រហែលអ្នកហ្នឹងប៉ុន្តែវាអាណិតពេលដែលគាត់និយាយទៅវាអាណិតក្នុងគណៈពេលតែមួយហ្នឹងគឺម្ចាស់នៃ Premium Center Sansok ហ្នឹងគាត់តាក់ទងមកណាគាត់
យកជំនួយមកឲ្យក្នុងគណៈពេលដែលចៃប្រកាសថាយើងឈប់ទៅហើយព្រោះយើងខ្លាចណាតែក៏គាត់ណាប្រកាសភ្លាមអីវ៉ាន់ចូលមកដល់មិនបានប្រកាស បាន ហើយយើងអត់មាន QR code អត់ដាក់ដូចគេទេយើងមិនដាក់ជាដាច់ខាតព្រោះយើងអត់ទទួលលុយជាដាច់ខាតដល់គាត់ចូលមកអញ្ចឹងចៃអត់ហ៊ានបដិសេធគាត់បែបអូខេអញ្ចឹងទៅទៀតណាអ្វីដែលគាត់ឲ្យមកគឺត្រីខ20000កំប៉ុង បាន ហើយនឹងទឹកសុទ្ធណាមួយឡានធំនិយាយមិនដឹងប្រហែលនេះនឹងតែមួយឡានធំទៅប៉ុន្តែដល់តែលឺសូអត់ហ៊ានរបស់យើងត្រូវការអក្រោះចែក៏មុខក្រាស់ណាសុំគាត់ថាសុំដូរទឹកសុទ្ធបានអត់ទេពីព្រោះឡានធំយើងទៅអត់បានទេព្រោះយើងខ្លាចព្រោះឡានធំយើងមានប្រវត្តិអញ្ចឹងហើយទើបថាយើងយកឡានតូចទៅមិនអាចដល់ទឹកសុទ្ធទៅបានទេអញ្ចឹងសុំដូរជាអក្រោះវិញបានអត់ បាទ ប្រិមត្តជឿអត់ទេគាត់សួរថាធ្វើការប្រហែល100អាវអូ ទៅគាត់ដល់ស្ដាប់ហើយរំភើបមកលោកគ្រូ វាចង់ហៅទៅប៉ុណ្ណេះហ៎ព្រោះដល់អញ្ចឹងចៃក៏រៀងលោមបន្តិច បាទ គេសុំមកតែ4 5នាក់ឯណា បាទ ប៉ុន្តែអ្នកដែលអត់ដឹងលេខអត់ដឹងប្រហែលទេចៃក៏មកក្រាស់ថាសុំ100អាវមកព្រោះចៃអត់ ឈុត ហ្នឹងហើយថាសុំ100អាវមកគាត់សួរថាចង់បានប្រហែលប្រាប់មកណា ក៏បញ្ជាក់បន្ថែមទៀត 300 400 500អីហ្នឹងចៃប្រាប់សុំ100សុំ100ណាសុំទោសទាហានបងដែលអត់ណាព្រោះចៃអត់មានឃើញមានអ្នកសុំមកមានប្រហែលអ្នកហ្នឹងប៉ុន្តែយប់មិញនេះតែប្រហែលជាទូរស័ព្ទញ័រដៃហើយប៉ុន្តែអ្នកដែលយកអោក្រោះមកយប់មិញហ្នឹងគឺគេចុះតម្លៃឲ្យអោមកឈុតទាំងមួកដៃហ្នឹងគឺ$130ទៅ$150 no អានឹងដើមតម្លៃដើមគាត់ចុះថ្លៃឲ្យដោយសារយើងយកទៅឲ្យទាហានត្រូវអត់ទេក្រោយឡើងគាត់ថែមឲ្យ20អាវទៀតហ៎ហើយ20អាវហ្នឹងយើងក៏បោកចូលទៅក្នុងហ្នឹងគាត់ថែមហ្នឹងគាត់ថែមឲ្យយើងទេ បាទ គាត់ថែមលុយ គាត់តែងលម្ៀតទាំងអស់ឲ្យកងតប ដូចជាល្មៀតវិញលោកគ្រូ ដូចជាល្មៀតវិញ ព្រោះបងកងតបក៏គាត់ត្រូវការដែរល្មៀត ហ្នឹងហើយគឺបងប្អូនខ្មែរយើងជួយគ្នាឯងច្រើនណាស់ហើយអាក្រោយនេះណាក្រោយពេលដែលអារឿងធំនេះណាឃើញគ្រប់កន្លែងអ្នកគេទទួលតែចៃអត់សូវគ្រប់គ្រងរឿងដាក់ណែ QR code ឲ្យគេបោះលុយឲ្យអាហ្នឹងវា control លុយអត់បានហើយស្រាប់តែយើងថាដឹងអ្នកណាស្មោះត្រង់មិនស្មោះត្រង់ប៉ុន្តែអូខេអ្នកធ្វើបុណ្យដឹងតែបានបុណ្យហើយមិនបាច់ខ្វល់គេយកទៅណាយកទៅ បាទ ណាអានេះសុំបន្ទោកន្លែងហ្នឹងតិចព្រោះយើងមិនមែនជាមូលនិធិពិតប្រាកដយើងមិនមែនជាសមាគមពិតប្រាកដដែលគេ register ក្នុងក្រសួងនេះវាអត់មាន បាទតាមផ្លូវច្បាប់អីហ្នឹង អញ្ចឹងយើងត្រូវតែច្បាស់លាស់រឿងតួលេខហ្នឹងមិនចង់តែអញយកលុយទៅណាក៏បានធ្វើអីក៏បានទេមិនមែនអញ្ចឹងទេណានឹងចុះសុំឲ្យរៀបចំកន្លែងបន្តិចអ្នកដែលទទួលលុយដែលដាក់ QR code ក្នុងទូរស័ព្ទ បាទ ទាំងយើងមិនដាក់ QR code បើដឹងជាអ្នកណាផ្ញើមក$5នេះយកទៅវិញណាព្រោះបាទកុំធ្វើអញ្ចឹង ប្រាក់សាឡាម្សិលមិញ សុបជា$5មក ហើយអត់ដឹងបានជួអត់ថាទេចាលោកឲ្យលោកគ្រូ $5 $5 $5 ហ្នឹងមានន័យថាម៉េចដឹងអត់ទេអានឹងស្រាប់បេះពីមាត់ពីកហើយដើម្បីកងទ័ពជឿមកអានឹងចៃអត់ទទួលទេណាយកទៅវិញណាចាត់ការឲ្យវេលុយទៅឲ្យគេវិញមកសុំ បាទលោកគ្រូសុំភ្ជាប់តិចព័ត៌មានព្រឹកនេះពាក់ពី page អាដាមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានណាគឺបានបញ្ជាក់ពីចំនួនជនស៊ីវិលបាត់បង់ជីវិតលោកបានបង្ហោះថាសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាសៀមមកលើកម្ពុជាគិតត្រឹមព្រឹកថ្ងៃទី11ខែធ្នូនេះបង្កឲ្យមានជនស៊ីវិលស្លាប់10នាក់របួស50នាក់និងមានជនភៀសសឹក 55,743 គ្រួសារស្មើនឹង 192,173 នាក់ 190,000 បាទ 190,000 គ្រូ ចា អូយអរគុណអើយអាដាមនេត ព្រឹកនេះ នេត នេតភត្រា នេតភត្រា បាទ អរគុណអាដាម អាដាមរដ្ឋមន្ត្រី ចៃលេងអាដាមច្រើនណាអាដាមអត់ប្រកាន់ខាង សុំទោសផងណា លាយ ចៃមនុស្សចាស់វានឹកឃើញដាក់ប្រៅហើយបើនឹកឃើញក្រោយបើសុំទោសផងអញ្ចឹង អាដាមយល់លោកគ្រូបាទ អរគុណអាដាមតទៀត អរគុណលោកគ្រូទៅខមមិនមក ចាសូមខមមិនពីខាងប្រិមិត្តបងចិន្តាចាគាត់សុំខមមិនសួរលោកគ្រូថាយើងនឹងចងចាំតកូនតចៅទៅនៅចាទង្វើគ្រប់យ៉ាងរបស់សៀម
ធ្វើមកលើបងប្អូនខ្មែរយើងជារៀងរហូតចាហើយមានខមមិនមួយទៀតពីបងសារ៉ាត់ហាញ់ចាគាត់ខមមិនថាចាត្រូវលោកគ្រូបានដាក់ឈ្មោះខេត្តសៀមរាបសៀមឆ្លៀនពៀនយកដីខ្មែរហើយវរៈដុនតាវាយដណ្ដើមយកមកវិញវាយសៀមរត់ខ្ចាត់ខ្ចាយរៀបដូចដុនអញ្ចឹងបានដូនតាដាក់ឈ្មោះថាជាខេត្តសៀមរាប ហាន់ ចា សារ៉ាត់បងសារ៉ាត់ហាញ់ បងពៅក៏ថាកាលពីខែ7វាស្រែកថា3ម៉ោងដល់ភ្នំពេញហើយកាលពីថ្ងៃ8វាស្រែកថាថ្ងៃនឹងថ្ងៃ8ថ្ងៃ9ហ្នឹងវាស្រែកថាលែងមានឈ្មោះកម្ពុជានៅលើលោកនឹងទៀតហើយថ្ងៃនេះទីប៉ុន្មានហើយបាទហ្នឹងគាត់ពូម៉ានិយាយអញ្ចឹងហាក់បីដូចជាដើម្បីឲ្យពួកយើងសប្បាយចិត្តណាប៉ុន្តែ ជំរាបចៃគឺចៃអត់តែហេតុទេណាចៃសង្កសិដ្ឋាននៅតកៅដើម្បីឲ្យលោកវិការថ្ងៃនឹងឡើងហើយនឹងធ្វើស្រែធ្វើអីមានធ្វើខ្លួនឯងណាជួលតែតើគេមកធ្វើហើយក៏ធ្វើស្រែហើយអត់ដាក់ជីគីមីទេចិញ្ចឹមត្រីណាទិញត្រី1គីឡូត្រីដៃ1គីឡូត្រីដៃអូមេហ្គាពុះជាងត្រីសបុតទៅទៀតណាត្រីដៃ1គីឡូ20000ណា1គីឡូ20000កូនថៃទូចឹងណា ចា យកមកដាក់ចោលក្នុងស្រែដែលយើងធ្វើហ្នឹងហើយយកអាសបើងហ្នឹងយកទៅដាក់ចោលក្នុងហ្នឹងឲ្យវារលួយទៅវាស៊ីអាសបើងហ្នឹងហើយវាអាចចេញមកហើយវាធ្វើឲ្យអាចត្រីហ្នឹងវាคล้ายទៅជីរបស់ស្រូវតោស្រូវចេញមកឡងស្អាតជាងស្រូវសៀមទៅទៀតអត់ចាំបាច់អស់មួយរៀលពូម៉ាណាចាប់ដើមធ្វើអីអស់ហ្នឹងហើយក៏មានក៏ទុកសម្រាប់បើសិនណាជាការសង្គ្រាមមែនតើណាភូមិใจអាចចិញ្ចឹមមនុស្សបាន100គ្រួសារបានណាក្នុងអ្នកជុំវិញណាអ្នកជុំវិញភូមិនៅភូមិជាប់ចកាចៃមកពីចម្ងាយមកមានអីគឺយើងមិនអាចទទួលបានទេមកតទៀតបាទមួយទៀតពីបងឈ្មោះថាសុធារីបងរឿនសុធារីក៏ថាមហិច្ឆតារបស់សៀមបាទដកកខ្វក់និងលៀងខួរក្បាលក្មេងចំនួនក្រោយឲ្យវែងបាទវិញណាសៀមទាំងអស់ហ្នឹងគឺវែងអត់មានតែចាស់ប្រហែលអ្នកហ្នឹងទៀតដែលវារំលឹកការពិតមកថាកុំធ្វើអញ្ចឹងវាសាងសត្រូវធ្វើឲ្យការសង្គ្រាមទីបំផុតកើតមែនបាទទៀតអរគុណសូមខមមិនតទៀតពីខាងបងសុផលនុចចាគាត់ខមមិនថាខ្ញុំគិតថាបើសិនវាចង់បំផ្លាញខ្មែរពិតមែនសម្រាប់ប្រជាជនថៃដែលរស់នៅកម្ពុជាត្រឹម1000នាក់មិនមែនជាឧបសគ្គសម្រាប់សៀមទេចាហើយនៅខាងខជប់ឲ្យចៃឆ្លើយបន្តិចមកអត់នឹងវាមិនមែនជាឧបសគ្គទេគឺជាការសម្ដែងនៅការស្រឡាញ់ពូជសាសន៍របស់គេឲ្យគេដឹងថាវាកំពុងមានអ្វីកើតឡើងនៅភ្នំពេញហើយអានេះមិនមែនបង្អើលទេណាប៉ុន្តែយើងអាចគិតទៅអញ្ចឹងបានហេតុអីបានសុកណែមកបង្អើលយកជននេះឯងត្រឡប់ទៅប្រទេសវិញឲ្យហាមមិនឲ្យចូលស្រុកខ្មែរអញ្ចឹងចែកាត់យល់ថាវាឲ្យមានបំណងអីលើភ្នំពេញអីដែលវាអួតប្រាប់មិញហ្នឹងថា3ម៉ោងដល់ភ្នំពេញហើយមើលកប៉ាល់ហោះវាដែលថតឃើញមកហ្នឹងគេប្រាប់ថាមិនមែនថតមកទេវាដាក់សឹងគេប្រាប់ថាថតអត់តាន់ទេបាទវាលឿនណាវាលឿនជាងសំឡេងប្រហែលម៉ាក់ចាំបានអត់ទេ5 10ម៉ាក់F16 ហ្នឹងសំឡេងយើងសេទៅហ្នឹងវាលឿនជាងសំឡេងរបស់យើងទៅទៀតអញ្ចឹងយើងថតវាអត់តាន់ទេមកតទៀត